Bạn chú đây bằng ổn từng ngọc nè sầmรับvideoนี้คือខ្ញុំមកធ្វើបាទការបង្ហាញជាមួយនឹងបាទ accessory ដែលជាប់មកជាមួយនឹងបាទប្រភេទ lens របស់យើងគឺ Epixel 6 គុណ zoom របស់យើងហើយសម្រាប់ប្រភេទ lens ហ្នឹងគឺយើងមានមុខងារ2ជំនួយក្នុងការ zoom បាទទី2គឺមុខងារ macro បាទ 150mm វាជា model ដែល upgrade ចេញពី6គុណ20បាទអញ្ចឹងនៅក្នុងប្រអប់lens របស់យើងហ្នឹងក៏យើងទទួលបាននៅសភៅណែនាំនឹងមួយដែរបាទក្នុងការប្រើប្រាស់ lens របស់យើងអញ្ចឹងសម្រាប់នៅក្នុងនេះគឺភ្ជាប់ជាមួយនឹងប្រភេទ clip បាទយើងចាប់ជាមួយនឹងទូរស័ព្ទដៃរបស់យើងណាអញ្ចឹងសម្រាប់ clip នេះគឺយើងអាចប្រើប្រាស់បានភាគច្រើនជាមួយនឹងទូរស័ព្ទដៃរបស់យើងដែលយើងអាចធ្វើការបត់បែនទៅតាមប្រភេទកាមេរ៉ាទូរស័ព្ទដៃរបស់យើងហ្នឹងបាទគឺយើងអាចសេរីបានហើយជាមួយនឹងប្រភេទជ័រខ្មៅទន់នេះគឺយើងសម្រាប់មូចូល good lens ក្នុងការមើលដោយភ្នែកផ្ទាល់គ្រាន់តែយើងមើលភ្នែកផ្ទាល់ហ្នឹងគឺយើងអាច zoom បានអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់មកខាងនៅខាងឆ្វេងនេះគឺជាប្រភេទជើងភ្ជាប់ជាមួយនឹង lens filter អញ្ចឹងបើសិនជាក្នុងករណីបងប្អូនមាន lens filter គឺយើងអាចមូភ្ជាប់ជាមួយនឹងជើងបាទ lens របស់យើងនឹងបានដែលគេ free មកជាមួយឈុតនឹងអញ្ចឹងណាសម្រាប់ lens filter ប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃគឺយើងអាចប្រើប្រាស់ត្រូវជាមួយនឹងជើងប្រភេទនេះហ្នឹងហើយសម្រាប់ lens នៅខាងស្ដាំនេះខ្ញុំនឹងធ្វើការហូតបាទដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹង lens នៅខាងស្ដាំហ្នឹងគឺជាប្រភេទ lens បាទ macro យើងផ្ដោតក្នុងការថតបាទរបស់តូចឬមួយក៏សត្វល្អិតអីចឹងណាហ្នឹងហើយអញ្ចឹងប្រភេទកញ្ចក់ lens macro នេះគឺយើងអាចថតចិត្តល្មមបាទដើម្បីជំនួយបាទឲ្យឃើញច្បាស់នៅភាពតូចសត្វល្អិតឬមួយក៏វត្ថុដែលមានលក្ខណៈតូចដើម្បីយើងថតទៅគឺចាប់ focus មើលឃើញច្បាស់ពីសន្តានបាទ object នឹងអញ្ចឹងណាហើយ lens go របស់យើងនេះគឺជាប្រភេទ6គុណ zoom បាទអញ្ចឹង lens នេះគឺយើងអាចជំនួយក្នុងការថតបាទថតចិត្តល្មមបាទយើងថត focus មុខអាចព្រាល background ក្រោយឬមួយក៏យើងអាច zoom បាទចាប់នៅ object ឆ្ងាយល្មមបាទឲ្យច្បាស់ក្រោយ portrait មុខបើសិនជាមានបាទ object ណាមួយបាំងពីមុខអីចឹងណាអញ្ចឹងតើតើនឹងការប្រើប្រាស់គឺយើងគ្រាន់តែបាទសេរីនៅក្នុងខាងមុខដើម្បីស្វែងរកចំណុចច្បាស់ហើយសម្រាប់ជ័រតុននេះគឺគេភ្ជាប់ឲ្យយើងសម្រាប់កល់ជាមួយនឹង